ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការអនុវត្តគម្រោងស្ដីពីការលើកកម្ពស់អនុលោមភាពគណនេយ្យអាជ្ញាធរសេវារ៉ាន់ធុមិនមែនធនាគារបានអនុម័តនិងដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា2025-2035នាសម័យប្រជុំលើកទី20អាណត្តិទី1កាលពីថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2024ដើម្បីសម្រេចបាននៅគោលដៅយុទ្ធសាស្ត្រដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រខាងលើគឺប្រព័ន្ធគណនេយ្យនិងសវនកម្មដែលរឹងមាំមានតម្លាភាពនិងអាចជឿទុកចិត្តបានជាសសរស្តម្ភទាំង4បានកំណត់អំពីសកម្មភាពជាយុទ្ធសាស្ត្រការលើកកម្ពស់កម្រិតអនុលោមភាពនឹងបានបញ្ជាក់ក្នុងចំណុចទី4ការពិចារណាកែសម្រួលនិងស្នើដាក់ចេញវិធានគ្រប់គ្រងជាធរមាននិងបំពេញបន្ថែមដើម្បីលើកកម្ពស់កម្រិតអនុលោមភាពដូច្នេះដើម្បីសម្រេចឲ្យបាននូវគោលដៅយុទ្ធសាស្ត្រនេះអាជ្ញាធរសេវារ៉ាន់ធុមិនមែនធនាគារសម្រេចដាក់ចេញនូវសេចក្តីណែនាំដូចខាងក្រោមត្រូវបានដាក់ឲ្យអនុវត្តគម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យដែលរៀបចំឡើងដោយនាយកគណនេយ្យនិងសវនកម្មដោយមានជាប់ក្នុងឧបសម្ព័ន្ធនៃសេចក្តីណែនាំគម្រោងនេះសំដៅដល់កម្មវិធីបណ្ដុះបណ្ដាលដែលមានប្រធានបទដូចខាងក្រោម 1. ច្បាប់និងលិខិតបទកថាពាក់ព័ន្ធវិស័យគណនេយ្យនិងសវនកម្មនិងក្រមសីលធម៌វិជ្ជាជីវៈ 2. គោលការណ៍និងនីតិវិធីគណនេយ្យដែលផ្អែកតាមក្របខ័ណ្ឌកាត់បន្ថយការរាយការណ៍ហិរញ្ញវត្ថុកម្ពុជាឬស្តង់ដារការរាយការណ៍ហិរញ្ញវត្ថុសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ 3. មាតិកាគណនេយ្យនៃប្លង់គណនេយ្យសហគ្រាសឬមាតិកាគណនេយ្យនៃប្លង់គណនេយ្យអង្គការមិនស្វែងរកប្រាក់ចំណេញ 4. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ Digital 5. ការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកនាយកគណនេយ្យនិងសវនកម្មតាមប្រព័ន្ធ e-filing ព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Services ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ